កូនឯងកើតមកជាពងសាទនេះហើយជាផោះតាងថាឯងជាបិសាទស្រីស្អីទេរស់នៅនាំតែចង្រៃណាម្ចាស់នៃទន្លេស្អីយើងគឺជាមេភូមិយើងនេះទើបជាម្ចាស់ទឹកដីនិងម្ចាស់នៃទន្លេនេះផងដែរមនុស្សហើយមនុស្សពិតជាល្ងងមែនហួងហែងសម្បត្តិធម្មជាតិអ្នកមិនដឹងថាយើងជាស្ដេចនាគនៃទន្លេមេគង្គទេមែនទេរឿងកូនប្រុសម្ចាស់ទន្លេមេគង្គកាលពីព្រេងនាយមាននារីដ៏ស្រស់ស្អាតម្នាក់រស់នៅជាប់ទន្លេមេគង្គនាងជាកូនកំព្រានិងក្រីក្រតែនាងមានចរិយាល្អប្រពៃណាស់នៅចិត្តទន្លេមេគង្គទឹកហូរទិញទិញរំលេងជាភ្លេងចាប់ជុំប្រឡែងលឺសូរល្វើយល្វើយអារម្មណ៍ល្អខ្លាំងណាស់មកចាស់ទឹកឡើងត្រជាក់តែម្ដងអង្គាបបោះជានារីម្នាក់ដែលមិនមានទ្រព្យទេតែនាងជាទីប្រាថ្នារបស់បរិសុទ្ធជាច្រើននៅក្នុងភូមិមើលចោះនេះពេជ្របានលបលួចមើលទៀតហើយអូនគៀបបោះកាន់តែពេញវ័យកាន់តែស្អាតខ្ញុំមិនអាចទ្រាំបានទេចូលទៅសុំស្នេហ៍នាងសិនអង្គាបបោះរៀបនឹងចោះងូតទឹកទៅហើយតែភ្លាមនោះនេះពេជ្រធ្វើឲ្យនាងភ្ញាក់ភ័យជាខ្លាំងលោកចូលមកធ្វើអីខ្ញុំកំពុងតែងូតទឹកណាលោកថយភ្លាមទៅបងមិនខ្វល់ទេព្រោះបងស្រឡាញ់អូនណាស់អូនគៀបបោះអូនកុំដេញបងអីបានទេតែនេះមិនសមទេណាលោកថយចេញទៅមិនថយទេទាល់តែអូនព្រមទទួលយកស្នេហាបងសិនស្របពេលនោះដែរនាងបុប្ផាកូនលោកមេភូមិជាមនុស្សលួចស្រឡាញ់នាងពេជ្រយូរមកហើយដូច្នេះនាងឃើញហើយខឹងជាខ្លាំងតែនាងគៀបបោះវាមានអីល្អទៅក្រក៏ក្រហើយគ្មានម៉ែឪទៀតចាំមើលចោះថ្ងៃណាមួយខ្ញុំនឹងផ្ដល់មេរៀនដល់វាយ៉ាងសមបំផុតអ្នកណាក៏មិនអាចយកបំពេញបានដែរពលចាប់ហើយនាងបុប្ផាក៏បានវិលទៅវិញជាមួយនឹងគំនុំនៅក្នុងចិត្តព្រមតាមបងតើអូនលោកឈួតហើយមែនទេថយចេញទៅជួយផងគ្មាននរណាគេលឺទេអូនមកជាមួយបងមកកុំចូលមកបើចូលទៀតដែរខ្ញុំនឹងលោតចូលទឹកទន្លេហើយកុំបំភ័យបងណាទន្លេមេគង្គជ្រៅយ៉ាងនេះតើអូនមិននឹងហ៊ានលោតនោះកុំចូលមកចាត់ខ្ញុំឲ្យសោះខ្ញុំលោតហើយកុំអីហើយព្រះអើយមិនបានទេតិចខ្ញុំមានទោសពីបទសម្លាប់មនុស្សទេដឹងរត់សិនឲ្យខ្ញុំនេះពេជ្រភ័យពេកក៏បានរត់គេចចេញទៅហើយក៏លេងមកទៀតដែរចំណែកអង្គាបបោះក៏ត្រូវបានបរិសម្នាក់ជួយសង្គ្រោះមកវិញនៅមាត់ទឹកមិនក៏នាងគិតខ្លីយ៉ាងនេះព្រោះខ្ញុំមិនចង់ឲ្យបរិសនោះមកបំពេញខ្ញុំទេខ្ញុំមិនស្រឡាញ់គាត់នោះទេពិតមែនហើយនាងល្អណាស់ហើយក៏ស្អាតដែរសមហើយដែលបរិសគ្រប់គ្នាលួចប៉ែតៃនោះចាលោកជីអ្នកណាខ្ញុំមិនអាចឃើញសោះស្ដេចនាគខ្ញុំជាស្ដេចនាគប៉ាត់មែនទេបានពិតមែនហើយអូត្រូវហើយតើនាងមានម្ចាស់ស្នេហ៍ហើយមែនទេគឺខ្ញុំអត់មានទេប្រសើរណាស់ស្ដេចនាគបានសាសងភាសាស្នេហានឹងអង្គាបបោះលោកកន្លងទៅមួយរយៈពួកគេក៏បានជ្រុលជ្រួជាមួយគ្នាបងសុំទោសផងណាដែលបងធ្វើរឿងបែបនេះទៅលើអូនមិនអីទេគឺខ្ញុំម្ចាស់ជាអ្នកស្ម័គ្រចិត្តតែត្រូវឲ្យអូនបងមានរឿងមួយចង់ប្រាប់អូនណាតើជារឿងអ្វីទៅបងសុំទោសបងជាស្ដេចនាគបងមានតួនាទីធំណាស់បងមិនអាចនៅជាមួយអូនបានរហូតទេតើទ្រង់និយាយទៅវិញហើយមែនទេមែនហើយម្យ៉ាងទៀតទីលំនៅនៃអំបូរនាងមានពេលវេលាយូរណាស់សូមអូនកុំទន្ទឹងរង់ចាំបងអីព្រោះទីនោះមួយថ្ងៃទីនេះរាប់ឆ្នាំឯណោះមកបែបនោះអូនមុខជានឹកបងណាស់ហើយអូនកុំបារម្ភអីរៀងរាល់ថ្ងៃ15កើតខែពេញបរមីចាំបងមកលេងអូនឥឡូវនេះអូនទុកមាសទាំងនេះចុះណាចាប់បងរៀងរាល់ថ្ងៃ15កើតអូននឹងអត់ចង្គៀងរងចាំបងចុះពិតណាស់ឥឡូវនេះបងលាសិនហើយប្រពើសុំស្ដេចយាងចុះ
ស្ដេចនេះបានហោះចូលទៅក្នុងទន្លេមេគង្គវិញចំណែកអង្គាបោះក៏អង្គុយសម្លឹងទឹកទន្លេរហូតមិនឈប់សោះឡើយបងទៅចុះចំណែកអូននឹងរងចាំបងនៅទីនេះមិនប្រែចិត្តពីបងឡើយពេលលឺចេះតែកន្លងអង្គាដីក៏មានផ្ទៃពោះហើយរឿងនេះធ្វើឲ្យអ្នកភូមិមិនពេញចិត្តនឹងនាងនោះទេនៅក្នុងផ្សារមិញឲ្យតកូនខ្ញុំមកដុំមកហើយយកកសាំងពីរផ្លែផងណាយីម្នាងបាត់មុខយូរមានកូនមួយបាត់រួចចោះប្តីស្អីធ្វើការអីដែរទៅហើយគេមិនជូនម្នាងមកទេអីចាំមិញប្តីខ្ញុំមិនជូនមកទេគាត់រវល់នៅឯស្រុកឆ្ងាញ់ណាស់ប្តីស្អីបែរជាមិនមកមើលប្រពន្ធមានពោះមានពងបែបនេះនោះម្នាងគួរតែផ្ញើសម្បត្តិឲ្យប្តីមកមើលផងទៅម្នាក់ឯងបែបនេះមិនល្អទេណាគឺថាបានលឺបានឃើញបែបនោះហើយនាងបុប្ផាក៏បានដើរចូលមករួចបាននិយាយលឺថាព្រះអើយព្រះមិនដឹងជាស្រីស្អីទេបែរជាមានកូនអត់ប្តីប៉ាត់ជារឿងគួរឲ្យអាម៉ាស់ណាស់អ្នកភូមិអើយថាម៉េចអត់មានប្តីទេមែនទេមែនហើយមិញវាទៅមានប្តីមកពីណានោះព្រោះវាជាស្រីរស់នៅក្បែរដងទន្លេមេគង្គងូតទឹកបញ្ចេញសាច់ប្តីប្រមាណអ្នកផងក៏មិនដឹងងាប់ហើយខ្ញុំខំតែអាណិតតាមពិតស្រីមានកូនអត់ប្តីសោះទៅណាក៏ទៅចោះខ្ញុំមិនលក់បន្លែឲ្យទេនាំតែចង្រៃបងប្អូនអើយមើលប្តីឲ្យល្អផងតិចតែប្រហែលស្រីខ្លះវិតៈយកទៅបាត់ណាបងប្អូនមែនហើយតាប្រហែលខ្លាយជារបស់វាហើយ1 2 3អើយសយចេញទៅអង្គាបោះលឺហើយនាងមានការខ្មាស់គេណាស់ហើយក៏ឈឺចាប់ផងដែរនាងក៏សម្ដៅទៅផ្ទះទាំងទឹកភ្នែកនៅផ្ទះអង្គាបោះមិនគួរណាពួកគាត់ទេដៀលខ្ញុំបែបនេះសោះខ្ញុំខ្មាស់គេណាស់អង្គាបោះកំពុងតែអង្គុយយំស្រាប់តែភ្លាមនោះនាងចាប់ផ្ដើមឈឺពោះជាខ្លាំងអូយឈឺណាស់ដោយសារនាងមានការឈឺចាប់ពេកដូច្នេះអង្គាបោះខំស្រែកហៅទៀតចុងក្រោយក៏មានយាយម៉បម្នាក់បានលឺពិតមែនមីនាងអើយមីនាងចិត្តកើតហើយមែនទេមកខ្ញុំជួយណាអូយឈឺណាស់មិញសូមជួយខ្ញុំផងរឿងមានកូនអត់ប្តីខ្ញុំទុកមួយឡែកសិនចាស់ព្រោះខ្ញុំអាណិតក្មេងមកប្រឹងឡើងមីនាងប្រឹងឡើងណាយាយម៉បជួយសម្រួលពោះអង្គាបោះយ៉ាងយកចិត្តទុកដាក់ចំណែកអង្គាបោះក៏ប្រឹងមួយទំហឹងទីបំផុតនាងក៏បង្កើតសម្រេចបានតែថាអើយមិនក៏បែបនេះព្រះអើយមនុស្សអីកើតកូនជាពងសត្វទៅវិញនោះអូយខ្លាចណាស់ខ្ញុំខ្លាចណាស់លោកអើយមិញឲ្យខ្ញុំសុំមើលកូនតិចមកមើលក៏មើលទៅតែខ្ញុំមិននៅទេអើយរត់ហើយខ្ញុំខ្លាចណាស់អើយជួយផងនាងគៀបបោះជាបិសាចណាបងប្អូនអើយយាយម៉បស្រែកផងរត់ផងហើយសម្រេចមួយនេះក៏បានលឺដល់នាងបុប្ផាដែលកំពុងតែបែបបន្លែនេះម្ដុំនោះថាម៉េចនាងគៀបបោះវិកាតកូនហើយមែនទេយាយម៉បដូចជាថាកូននោះស្អីគេចេះអើយទៅមើលសិននាងបុប្ផាគ្រាន់តែលឺយាយម៉បស្រែកបែបនោះមិនចាំយូរឡើយនាងក៏បានសម្ដែងទៅកាន់ផ្ទះអង្គាបោះដើម្បីដឹងរឿងមួយព្រះអើយនេះមិនត្រឹមតែដើរតាក់ប្រុសក្នុងភូមិទេសូម្បីតែសត្វក្រពើសត្វពស់ក៏វាយកជាប្តីដែរមែនទេបុប្ផានិយាយអីហ្នឹងមើលទៅកូនចោះសំមុខហើយដែលកើតបានសុទ្ធបែបនេះពុកវាមុខតែជាក្រពើឬក៏ពស់ថ្លាន់ហើយមែនទេកូនខ្ញុំជាអ្វីមិនសំខាន់ទេតែបុប្ផាគ្មានសិទ្ធិដៀលខ្ញុំបែបនេះឡើយកូនឯងកើតមកជាពងសត្វនេះហើយជាផោះតាងថាឯងជាបិសាចស្រីស្អីទេរស់នៅនាំតែចង្រៃណាតើឯងចង់ធ្វើអីគឺយើងនឹងផ្សព្វផ្សាយទៅកាន់អ្នកភូមិទាំងអស់ហើយពួកគេនឹងដុតពួកឯងចោលទាំងម៉ែទាំងកូននោះអីកុំអីបុប្ផាកុំអី
ដូចនាងបុប្ផានិយាយមែនបុប្ផាក៏បានហៅពូមេភូមិនិងគ្រប់គ្នាឲ្យមកសម្លាប់អង្គាបោះចោលក្រោមហេតុផលថានាងជាស្រីចង្រៃឆ្លៀតពេលនេះកូនម៉ែពូជើងរត់ទៅម៉ែនឹងនាំកូនចេញទៅឲ្យឆ្ងាយទាំងក្តីឈឺចាប់នៃផ្លូវចិត្តនិងផ្លូវកាយអង្គាបោះក៏ខំប្រឹងត្រដរបីសុទ្ធនោះដើម្បីគេចចេញពីសេចក្តីស្លាប់និងមុខខ្ទមអង្គាបោះពុកកុំបង្អង់យូរអីដុតពួកវាចោលទៅមែនហើយបើទុកកូនវានោះកូនវានឹងញាស់មកជាពស់ឬក៏កពើហើយបើដល់ពេលនោះវានឹងស៊ីអ្នកភូមិមិនខានទេណាបងពេកបងខៃឬនៅនាងនោះវាមិនល្អដូចជាបងគិតទេណាសាហាយនឹងមនុស្សផងសត្វផងទៀតហើយគួរឲ្យខ្ពើមរអើមណាបងជឿអូនហើយពុកមេភូមិដុតស្រីចង្រៃនោះចោលទៅទុកវានាំតែក្តៅក្រហាយដល់អ្នកភូមិយើងទេល្អដើម្បីកុំឲ្យមានគ្រោះថ្នាក់ទៅថ្ងៃក្រោយពួកយើងដុតផ្ទះនេះចោលតែម្ដងទៅមែនហើយដុតចោលទៅឃើញថាគ្រប់គ្នាធ្វើបែបនេះនាងបុប្ផាសប្បាយចិត្តណាស់ព្រោះនាងគិតថាគ្មានអ្នកណាមកដណ្ដើមលីពេកពីខ្លួនបានទៀតទេមួយវិញទៀតបងពេកបងចាំដល់ពេលណាទៅគួរតែដល់ពេលជុលស្ដីដណ្ដឹងអូនហើយណាបាទអូនបងក៏ស្រឡាញ់អូនខ្លាំងណាស់ដែរស្អែកនេះបងនឹងចូលស្ដីតែម្ដងណាអូនណាចាបងអូនសប្បាយចិត្តណាស់នៅក្នុងព្រៃមួយពួកជើងរស់នៅទីនេះចាកូនកុំបារម្ភអីណាទោះកូនញាស់ចេញមកជាមនុស្សឬក៏សត្វក៏ដោយក្តីស្រឡាញ់ម៉ែចំពោះកូនគឺមិនប្រែឡើយពេលវេលាកន្លងទៅបុប្ផាក៏រៀបការនឹងនីពេកនិងមានកូនប្រុសម្នាក់ចំណែកសុទ្ធដ៏ធំនោះក៏ញាស់ខ្លាចជាមនុស្សផងដែរ20ឆ្នាំក្រោយមកម៉ែកូនសុំទៅលេងទឹកទន្លេតើបានទេចាទៅចុះប្រចាំផងណាហើយកុំនៅជឿជូពេកណាកូនហាមសួតអស់ហើយបាទម៉ែរ៉ាន់នោះជាមនុស្សម្នាក់ចូលចិត្តហែលទឹកណាស់ហើយគាត់ក៏មិនដែលខ្លាចលង់ទឹកដែរព្រោះនៅក្នុងទឹកសម្រាប់គាត់ប្រៀបបីដូចជានៅលើគោកអញ្ចឹងដែរនៅក្បែរមាត់ទន្លេទឹកត្រជាក់ល្អណាស់ចាំកាលទៀត1 2 3អេឈប់សិនតើបរោះនោះធ្វើអីអញ្ចេះដូចជាមានការបញ្ញាប់ណាស់សង្ឃឹមថាការប្រកួតនៅភូមិខាងត្បូងឆ្នាំនេះនឹងមានអ្នកប្រកែចូលរួមច្រើនកុះកផងទៅចុះជំរាបសួរពូតាណាមកណាដែរមើលទៅដូចជាសប្បាយចិត្តណាស់ពូមិនឲ្យសប្បាយយ៉ាងម៉េចបើនៅក្នុងភូមិខាងត្បូងមានការប្រកួតហែលទឹកនោះអីឆ្នាំនេះល្បីថាមានអ្នកប្រកែច្រើនណាស់ហើយក៏ជាកិត្តិយសដែរដែលពូជាគណៈកម្មការណាក្មួយមែនទេពូខ្ញុំសុំប្រកួតម្នាក់ផងបានទេបានតើក្មួយតែការប្រកួតចាប់ផ្ដើមអាសៀលនេះហើយក្មួយមានសង្ឃឹមទេក្មួយដូចជាមិនទាន់បានត្រៀមខ្លួនឯណាអីអត់អីទេសុំប្រកួតផងមកជាប់ឬក៏ធ្លាក់អត់មានសំខាន់ទេបានតើបើអញ្ចឹងតោះទៅថាម៉េចគឺទៅឥឡូវនេះតែម្ដងមែនទេពូតែពូខ្ញុំមិនទាន់បានជម្រាបម៉ែខ្ញុំផងខ្ញុំសុំទៅជម្រាបម៉ែខ្ញុំសិនណាទៅសិនទៅបើរវល់ទៅចាំជម្រាបម៉ែឯងនោះមុខជាខកខានការប្រកួតជាមិនខានទេក្មួយពូមានប្រសាសន៍អញ្ចឹងក៏ត្រូវដែរចាំប្រកួតចាប់ចាំវិលមកជម្រាបម៉ែវិញក៏បាននឹងហើយតោះអញ្ចឹងត្រៀមហើយមែនទេចៅយកឈ្នះគេឲ្យបានណាកុំឲ្យតាបាក់មុខឲ្យសោះវើយបាទលោកតាចៅមុខជាឈ្នះជាមិនខានទេមើលតែសាច់ដុំខ្ញុំក៏ដឹងដែរណាលោកតាពុកក្មេកកុំបារម្ភអីកូនខ្ញុំតែងតែហាត់សមហែលទឹកជារៀងរាល់ថ្ងៃកូនខ្ញុំមុខជាឈ្នះគេជាមិនខានទេមែនហើយកូនម៉ែស៊ូណាស់កូនកុំឲ្យគ្រួសារយើងបាក់មុខឲ្យសោះនោះបាទម៉ែលោកមេភូមិរួចរាល់ហើយមែនទេរួចហើយលោកគណៈកម្មការលោកចាប់ផ្ដើមចុះណាសំឡេងខ្មោះទី1បន្លឺឡើងជាសញ្ញាបញ្ជាក់ថាកីឡាករទាំងអស់ត្រូវត្រៀមខ្លួនលុះសំឡេងខ្មោះទី2បានមកដល់គ្រប់កីឡាករក៏ហែលយ៉ាងស្វិតស្វាញប្រឹងឡើងចៅប្រឹងឡើងការប្រកួតដ៏ស្វិតស្វាញត្រូវបានបញ្ចប់ចំណែកអ្នកឈ្នះគឺបានទៅលើរ៉ានូដែលជាកូនរបស់អង្គាបោះក្
មួយពិតជាពូកែមែនហែលបានលឿនណាស់ហាក់បីដូចជានាគករាជអញ្ចឹងពូមិនធ្លាប់ឃើញអ្នកណាពូកែដល់ម្លឹងទេបានអរគុណឲ្យលោកពូលោកតាពងម៉ែហើយវានេះមកពីណាហែលលឿនណាស់មុខជាមានអ្វីជាមុនអាគមជាមិនខានទេចាញ់ហើយត្រូវតែអស់ចិនលោកចង់បង្ករឿងអីមែនទេម៉ែក៏គិតអញ្ចឹងដែរនេះវាដូចជាមានមុនអាគមប្រកាសណាចៅខ្ញុំទៅផ្សំជាអ្នកឈ្នះណាលោកគណៈកម្មការហើយទៅយកអ្នកណាមកពីណាឬក៏ជាបពពួកគ្នាឯងមែនទេថាម៉េចនេះជាសម្ដីមេភូមិចំណាស់ដែលជាព្រឹទ្ធាចារ្យមែនទេខ្ញុំសង្ស័យថាគណៈកម្មការស៊ីខ្សែហើយមើលទៅនោះខ្ញុំក៏គិតអញ្ចឹងដែរសុកក៏យកមនុស្សមកពីណាក៏មិនដឹងហើយចុងក្រោយក៏ឈ្នះទៀតបពពួកច្បាស់ណាស់លោកគណៈកម្មការមករៀបចំការប្រកួតនៅភូមិខ្ញុំជាលើកទី1តែបែរជាយកអ្នកក្រៅជាអ្នកឈ្នះដូចជាបំបាក់មុខអ្នកភូមិនេះពេកហើយព្រះហើយភូមិនេះស្រស់ដៃគ្នាណាស់ណោះបើដឹងអញ្ចឹងមិនមករៀបចំការប្រកួតនៅក្នុងភូមិនេះទេសុកចិត្តទៅភូមិផ្សេងវិញល្អជាងអ្នកភូមិមិនទទួលយកការចាញ់នោះទេឃើញថារ៉ានូជាអ្នកឈ្នះក៏ដោយពួកគេតវ៉ាគ្នាអស់ពេលជាយូរចំណែកអង្គាបោះវិញបាត់កូនមិនឃើញទាល់តែសនៅផ្ទះអង្គាបោះតើកូនខ្ញុំទៅណាអញ្ចេះតិចហែលទឹកឆ្លងទៅភូមិតែដឹងមិនបានទេគេនឹងមានគ្រោះថ្នាក់ខ្ញុំទៅរកគេសិនអង្គាបោះមិនប្រកាសទេថាអ្នកភូមិភ្លេចពីរឿងមុនហើយដូច្នេះនាងក៏យកកន្សែងបាំងមុខឬក៏បានចូលទៅក្នុងភូមិតែម្ដងលោកប្រកាសអ្នកឈ្នះជាថ្មីទៅបើមិនចឹងទេលោកមិនអាចចេញពីភូមិនេះបានទេលោកគណៈកម្មការមានមេភូមិចរិតអញ្ចឹងតាបានជាភូមិគ្មានការអភិវឌ្ឍសោះពូខ្ញុំអត់ចង់បានរង្វាន់ឬក៏កិត្តិយសអីទេឲ្យគេជាអ្នកឈ្នះចុះឈ្នះគឺឈ្នះចាញ់គឺចាញ់នេះជាគោលការណ៍នៃការប្រកួតបើឈ្នះខ្លាយជាចាញ់ចាញ់ខ្លាយជាឈ្នះតើរៀបចំការប្រកួតធ្វើអីទៅអង្គាបោះសម្គាល់ឃើញថាកូនប្រុសពិតជានៅកណ្ដាលនៃវងមនុស្សមែនហើយសុទ្ធតែជាអ្នកដែលតាមសម្លាប់ពួកគេទៀតផងព្រះអើយកូនម៉ែមិនក៏មកនៅទីនេះទៅវិញអញ្ចឹងចៃដន្យផងដែរនាងបុប្ផាក៏បានសម្គាល់ដឹងរួចបាននិយាយថាគឺនាងមែនទេនាងអង្គាបោះពុកមើលចោះស្រីបិសាចមកហើយនឹងវាមិនទាន់ស្លាប់ទៀតមែនទេពងបងប្អូនប្រយ័ត្នផងនាងបិសាចមកហើយបិសាចមែនទេពុទ្ធោអើយបងប្អូននាងបិសាចអង្គាបោះវាមកហើយវាមកសម្លាប់ពួកយើងហើយមកទៅនោះវាសាហាវណាស់អ្នកទាំងអស់គ្នានិយាយតែផ្ដាស់គាត់ជាម្ដាយខ្ញុំគាត់មិនមែនជាបិសាចទេជាម្ដាយមែនទេខ្ញុំយល់ហើយតាមពិតនាងបិសាចនេះចង់បញ្ជូនកូនមកសងសឹកអញ្តាមែនហើយខ្ញុំក៏គិតអញ្ចឹងដែរមានន័យថាពួកគេទាំងនេះគឺជាបពពួកតែមួយតើបងប្អូនចាប់ពួកគេទៅលោកចង់ធ្វើអីនឹងខ្ញុំជាព្រឹទ្ធាចារ្យនិងជាអ្នកមានអំណាចនៅទីនេះអ្នកណាក៏មិនអាចប្រឆាំងបានដែរបងប្អូនចាប់បពពួកបិសាចនេះចងភ្លាមទៅជាថ្មីម្ដងទៀតពួកអ្នកភូមិក៏បានចងអង្គាបោះពូពិននិងរ៉ានូចាប់ចំណងទាំងអស់អង្គអំណាចមែនទេមានឋានៈបន្តិចបន្តួចក៏ធ្វើដូចជាអស្ចារ្យណាស់អញ្ចឹងបានគេថាអ្នកល្ងងបានឡើងធំគ្មានរីកចម្រើនដល់ភូមិមែននិយាយស្ដីប្រហើនណាស់ឯងមិនដឹងថាយើងធំនៅទីនេះទេមែនទេលោកមេភូមិខ្ញុំសុំវល់បានទេពួកខ្ញុំមិនមែនជាបិសាចទេមិនក៏លោកធ្វើបែបនេះបើនាងមិនមែនជាបិសាចចុះហេតុអីក៏នាងកើតកូនជាសុទ្ធដ៏ធំបែបនេះមែនហើយថ្ងៃនោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកវាកើតកូនមកជាពងសัตว์ហើយវាក៏ចង់ស៊ីខ្ញុំដែរជិះបំភ្លឺបែកហើយខ្ញុំគិតថាអង្គាបោះក៏និយាយត្រូវដែរមើលចុះគួរឲ្យអាណិតគេណាស់លើកបែបនេះហើយនាងបុប្ផាកាន់តែខឹងនិងពោលទាំងកំហឹងថាម៉េចបងកាត់ជើងវាមែនទេបងចង់រំលឹកស្នេហ៍ចាស់មែនទេបងអត់ទេអូនពុក
ដុតពួកវាចោលទៅពុកមានអំណាចជាងគេក្នុងភូមិនេះគ្មានអ្នកណាហ៊ានប្រឆាំងទេពុក កូននិយាយត្រូវហើយចៅប្រណំយកភ្លើងមក បាទលោកតា ស្រាប់ពេលដែលមេភូមិកំពុងតែរៀបនឹងដុតភ្លើងទៅហើយស្រាប់តែស្ដេចនាគក៏បានបង្ហាញខ្លួនចេញមក ឈប់ភ្លាមអ្នកណាក៏មិនអាចដុតភ្លើងបានដែរតើឯងជានរណា ស្ដេចនាគគឺបងមែនអូននឹកបងណាស់ទីបំផុតទ្រង់ជាងមកហើយកូនរ៉ានូនោះជាបិតារបស់កូនណាកូនសម្លាញ់ ថាម៉េចកូនស្ដាប់មិនច្រឡំទេមែនទេតើគាត់ពិតជាឪពុកខ្ញុំមែនទេពិតណាស់បុតគឺជាបុតនៃម្ចាស់ទន្លេមេគង្គនេះណាកូនតាមពិតគឺអញ្ចឹងសោះអញ្ចឹងបានជាក្មួយហែលទឹកលឿនយ៉ាងនេះ ម្ចាស់នៃទន្លេស្អីយើងគឺជាមេភូមិយើងនេះទើបជាម្ចាស់ទឹកដីនិងម្ចាស់នៃទន្លេនេះផងដែរ មនុស្សហើយមនុស្សពិតជាល្ងងមែនហួងហែងសម្បត្តិធម្មជាតិអ្នកមិនដឹងថាយើងជាស្ដេចនាគនៃទន្លេមេគង្គទេមែនទេ យើងមិនជឿទេបងប្អូនដុតសម្លាប់ពួកគេទៅរួមទាំងបរិះឈួតចម្លែកនេះផងដែរ មានអំណាចតូចតាចនៅក្នុងតំបន់សោះបែរជាកអើតកតមដល់ម្លឹងគួរឲ្យអស់សំណើចណាស់ អ្នកភូមិនេះខុសពីភូមិដទៃព្រោះមេភូមិនិងអ្នកភូមិគឺសុទ្ធតែខ្វះការពិចារណាហើយព្យាយាមបំផ្លាញអ្នកដែលមិនដឹងអីចូលអ្នកទទួលយកកម្មពៀផងទៅចុះ តើឯងចង់ធ្វើស្អី ដោយការប្រមាថការគ្មានមេត្តាចូលគ្រួសារនៃមេភូមិคล้ายជាត្រីអណ្ដែងទាំងអស់គ្នាទៅចុះ អត់ទេអត់ទេអត់ទេ ខ្ញុំមិនចង់ខ្លាចជាត្រីដែងទេអូយគ្រានោះស្ដេចនាគបានធ្វើឲ្យអ្នកដែលមានចិត្តអាក្រក់ខ្លាចទៅជាត្រីទាំងអស់ឬក៏បាននិយាយបន្តថា លោកជាមនុស្សល្អចូលលោកជួយដឹកនាំភូមិនេះឲ្យបានល្អផងទៅចុះតែលោកខ្ញុំគឺជាអ្នកភូមិផ្សេងទេកុំប្រកែកអីលោកជាមនុស្សល្អណាស់ចាំយើងតាមជួយលោកផងដែរចូលដឹកនាំភូមិនេះឲ្យមានការរីកចម្រើនផងចុះយល់ព្រមខ្ញុំនឹងធ្វើតាមការផ្ដែផ្ដាំរបស់លោកចុះទាំងភូមិនិងទឹកខ្ញុំនឹងដឹកនាំអ្នកភូមិឲ្យចូលរួមការមើលថែឲ្យបានល្អមិនឲ្យខូចបរិស្ថានភូមិនិងកខ្វក់ដល់ទឹកទេល្អណាស់ចំណែកអូនអង្គាបោះនឹងកូនរ៉ានូបៃតានឹងមិនឲ្យពិបាកទៀតទេបៃតានឹងនាំបុត្រទៅនគរបៃតាហើយក្រាបទូលព្រះបិតាតែតើបុត្រអាចមកលេងនាឋានកណ្ដាលវិញបានទេបុត្រមកបានតើបៃតានឹងឲ្យបុត្រក្លាយជាម្ចាស់នៃតំបន់នេះហើយបុត្រក៏អាចចុះទៅនគរបៃតានិងមកលេងអ្នកភូមិផងដែរបើបានអញ្ចឹងមែនគឺល្អណាស់បុត្រសូមអរគុណព្រះបិតាហើយដល់ពេលហើយម្ចាស់អូនតោះពួកយើងទៅ ព្រះពរចាប់តាំងពីពេលនោះមករ៉ានូក៏បានមើលថែទន្លេមេគង្គពីឋានប្រជុំនាគជាដរាបចំណែកពូប៉ិនក៏បានមើលថែភូមិនិងទន្លេនាឋានកណ្ដាលតរៀងទៅ